រឿងព្រាយខ្លានៅភ្នំបូកូរឿងភ័យរន្ធត់និងអាចកំបាំងយប់មួយក្រុមយុវជន4នាក់គឺវណ្ណៈតារាស្រីពេជ្រនិងរិទ្ធបានធ្វើដំណើរឡើងភ្នំបូកូដើម្បីថតវីដេអូអំពីរឿងអាចកំបាំងពេលរថយន្តឡើងដល់តំបន់ព្រៃអាប់ចាប់ផ្ដើមក្រាស់ឡើងស្រាប់តែរិទ្ធឃើញស្នាមជើងធំនៅក្បែរផ្លូវមើលស្នាមជើងអីធំបែបនេះតារាចុះពីឡានថតរូបស្នាមជើងមើលទៅដូចស្នាមខ្លាប៉ុន្តែធំជាងខ្លាធម្មតាច្រើនដងភ្លាមនោះពីក្នុងព្រៃមានសំឡេងហ៊ឺពួកគេទាំងអស់ស្ងាត់នៅចន្លោះដើមឈើពួកគេឃើញភ្នែកពីរគូកំពុងភ្លឺក្នុងភាពងងឹតប៉ុន្តែពេលបើកភ្លើងឡានទៅមើលវាបាត់ទៅយប់នោះពួកគេសម្រេចចិត្តស្នាក់នៅផ្ទះចាស់មួយក្បែរព្រៃពេលវណ្ណៈមើលតាមបង្អួចគាត់ឃើញសត្វខ្លាធំមួយឈរនៅឆ្ងាយហើយវាកំពុងសម្លឹងមកផ្ទះម៉ោង 12:15 នាទីយប់សំឡេងខ្លាបន្លឺឡើងជុំវិញផ្ទះអាវស្រីពេជ្រភ័យហើយបិទបង្អួចទាំងអស់រិទ្ធនិយាយប្រហែលជាខ្លាព្រៃធម្មតាប៉ុន្តែអ្នកចាស់ម្ចាស់ផ្ទះដែលពួកគេស្នាក់នៅបាននិយាយថាខ្លាធម្មតាមិនមកជិតផ្ទះនេះទេគាត់បន្តកាលពីជាច្រើនឆ្នាំមុនមានបុរសម្នាក់បាត់ខ្លួនក្នុងព្រៃគេនិយាយថាមានខ្លាធំមួយតាមគាត់ហើយចាប់ពីថ្ងៃនោះមករាល់ពេលមានអាប់ក្រាស់សំឡេងខ្លានឹងលឺនៅលើភ្នំវណ្ណៈសួរហើយខ្លានោះនៅរស់ទេបុរសចាស់មិនឆ្លើយគាត់គ្រាន់តែនិយាយវាមិនមែនជាខ្លាដែលរស់ទេភ្លាមនោះទ្វារផ្ទះត្រូវបានគេក្រញ៉ៅពីខាងក្រៅក្រាច់គ្រប់គ្នាសម្លឹងមុខគ្នាព្រឹកឡើងពួកគេចេញទៅរកកន្លែងដែលឮសំឡេងកាលពីយប់ពួកគេរកឃើញកាបូបមួយនៅក្នុងព្រៃវាជាកាបូបរបស់អ្នកដំណើរម្នាក់ដែលបាត់ខ្លួនកាលពី3ថ្ងៃមុនក្នុងកាបូបមានកាមេរ៉ាតារាបើកវីដេអូចុងក្រោយវីដេអូបង្ហាញបុរសម្នាក់កំពុងដើរតាមផ្លូវព្រៃគាត់និយាយមានអ្វីមួយកំពុងតាមខ្ញុំឮសំឡេងខ្លាតែខ្ញុំមិនឃើញវាទេបន្ទាប់មកកាមេរ៉ារញ័រមានសំឡេងក្រហមខ្លាំងបុរសនោះរត់កាមេរ៉ាធ្លាក់ចុះនៅវិនាទីចុងក្រោយមានស្រមោលខ្លាធំមួយឆ្លងកាត់មុខកាមេរ៉ាវណ្ណៈបិទវីដេអូភ្លាមប៉ុន្តែតារាបានសម្គាល់ឃើញអ្វីមួយនៅក្នុងស្រមោលនោះខ្លាមានមុខដូចមនុស្សក្រុមទាំង4សម្រេចចិត្តចុះពីភ្នំប៉ុន្តែពេលពួកគេបើករថយន្តស្រាប់តែរថយន្តមិនដំណើរការពួកគេត្រូវដើររកជំនួយពួកគេដើរតាមផ្លូវជាង1ម៉ោងប៉ុន្តែផ្លូវនោះបែរជានាំពួកគេត្រឡប់មកកន្លែងដដែលដើមឈើមួយដើមមានស្នាមក្រញ៉ៅធំតារាសម្លឹងមើលហើយនិយាយយើងធ្លាប់ឃើញដើមឈើនេះហើយភ្លាមសំឡេងខ្លាបន្លឺឡើងពីក្រោយពួកគេរត់ស្រីពេជ្រដួលហើយឃើញស្នាមជើងខ្លាថ្មីនៅលើដីស្នាមជើងនោះកំពុងបន្តទៅរកនាងស្រែករត់វានៅពីក្រោយខ្ញុំពួកគេរត់ចូលទៅក្នុងរូងភ្នំមួយនៅជញ្ជាំងរូងភ្នំមានគំនូរខ្លាបុរាណមួយក្រោមរូបខ្លាមានអក្សរខ្មែរចាស់កុំដាស់អ្នកការពារក្នុងរូងភ្នំពួកគេរកឃើញបន្ទប់តូចមួយនៅទីនោះមានរូបសំណាកស្ត្រីម្នាក់និងចានដាក់ធូបចាស់ជញ្ជាំងមានរូបភាពមនុស្សមួយក្រុមកំពុងថ្វាយដង្វាយដល់ខ្លាអ្នកចាស់ដែលពួកគេបានជួបមុននេះស្រាប់តែបង្ហាញខ្លួននៅមាត់រូងគាត់និយាយខ្ញុំបានប្រមានអ្នកហើយកុំចូលព្រៃពេលយប់គាត់ប្រាប់ថាតាមរឿងព្រៃបុរាណមានអ្នកការពារព្រៃម្នាក់ដែលអាចបំលែងខ្លួនជាខ្លាវាមិនសម្លាប់អ្នកដែលមិនបំផ្លាញព្រៃទេប៉ុន្តែវានឹងតាមប្រមាញ់អ្នកដែលលួចរបស់បុរាណឬធ្វើអំពើអាក្រក់នៅក្នុងព្រៃវណ្ណៈសួរតើអ្នកណាដាស់វាឡើងបុរសចាស់ស្ងាត់បន្ទាប់មកគាត់មើលទៅរិទ្ធអ្នកគ្រប់គ្នាភ្ញាក់ផ្អើលព្រោះរិទ្ធមានខ្សែកចាស់មួយនៅជាប់កគាត់បានរកឃើញវានៅក្នុងផ្ទះចាស់កាលពីយប់មុនបុរសចាស់ប្រាប់រិទ្ធឲ្យប្រគល់ខ្សែកទៅកន្លែងដែលគាត់រកឃើញប៉ុន្តែរិទ្ធមិនព្រមគាត់ជឿថាខ្សែកនេះអាចមានតម្លៃយប់នោះរិទ្ធដេកមិនលក់គាត់ឮសំឡេងក្រញ៉ៅទ្វារក្រិចបន្ទាប់មកមានសំឡេងខ្លាខ្សឹបចិត្តត្រចៀកយករបស់ខ្ញុំមកវិញរិទ្ធបើកភ្នែកវាពណ៌ក្រហមរិទ្ធស្រែកអ្នកទាំងអស់រត់ចូលមកប៉ុន្តែខ្លាបានបាត់នៅលើកម្រាលឥដ្ឋមានតែស្នាមជើងធំព្រឹកឡើងរិទ្ធយល់ព្រមប្រគល់ខ្សែកប៉ុន្តែពេលពួកគេរកកន្លែងដើមខ្សែកបានបាត់ពីដៃរិទ្ធហើយនៅលើដីមានអក្សរថ្មីមិនទាន់ដល់ពេលយប់ទី3ពួកគេសម្រេចចិត្តចាកចេញពីភ្នំឲ្យបានមុនពេលងងឹតពេលធ្វើដំណើរពួកគេឃើញបុរសម្នាក់ឈរនៅកណ្ដាលផ្លូវគាត់គឺជាបុរសដែលបាត់ខ្លួនក្នុងវីដេអូគ្រប់គ្នាភ្ញាក់ផ្អើលអ្នកនៅរស់បុរសនោះមិនឆ្លើយគាត់គ្រាន់តែចង្អុលទៅព្រៃកុំចុះពីភ្នំភ្លាមសំឡេងខ្លាក្រហមឡើងបុរសនោះបាត់ទៅក្នុងអាប់នៅពេលពួកគេមើលទៅព្រៃមានខ្លាធំមួយឈរនៅទីនោះវាមិនវាយប្រហារវាគ្រាន់តែសម្លឹងមើលពួកគេស្រីពេជ្រសង្កេតឃើញថានៅកជើងខ្លាមានខ្សែកដូចគ្នានឹងខ្សែកដែលរិទ្ធបានបាត់នាងនិយាយវាមិនមែនចង់សម្លាប់យើងទេវាចង់ឲ្យយើងរកអ្វីមួយពួកគេដើរតាមខ្លាវានាំពួកគេទៅកាន់ដើមឈើធំមួយនៅកណ្ដាលព្រៃនៅក្រោមដើមឈើមានភ្នោចាស់មួយលើភ្នោមានឈ្មោះមួយដែលពួកគេស្គាល់រិទ្ធភ័យស្លន់ស្លោហេតុអ្វីបានជាមានឈ្មោះខ្ញុំនៅទីនេះ
បុរសចាស់ដែលតាមមកដល់បានប្រាប់ការពិតខ្លានេះមិនមែនជាខ្មោចរបស់សត្វទេវាជាវិញ្ញាណរបស់អ្នកការពារព្រៃដែលត្រូវបានគេសម្លាប់ដោយមនុស្សដែលចង់រកកំណប់នៅលើភ្នំខ្សែកគឺជាកន្លឹះដែលអាចបើកកន្លែងដែលគេបានលាក់ទ្រព្យបុរាណមនុស្សជាច្រើនបានព្យាយាមរកវាប៉ុន្តែគ្រប់គ្នាបាត់ខ្លួនរឹតចាប់ផ្ដើមយល់ថាខ្សែកបានជ្រើសរើសគាត់ដើម្បីឲ្យគាត់បញ្ចប់អ្វីដែលមនុស្សជំនាន់មុនបានចាប់ផ្ដើមក្រុមទាំង4ត្រឡប់ទៅរូងភ្នំពួកគេរកឃើញបន្ទប់សម្ងាត់មួយនៅក្រោយរូបសំណាកនៅក្នុងនោះមានប្រអប់ថ្មមួយពេលរឹតដាក់ខ្សែកលើប្រអប់ទ្វារថ្មបានបើកប៉ុន្តែខាងក្នុងមិនមានមាសឬត្បូងទេមានតែឯកសារចាស់ៗនិងរូបថតអ្នកការពារព្រៃលើជញ្ជាំងមានប្រយោគអ្នកដែលរកកំណប់និងបាត់បង់អ្នកដែលការពារព្រៃនឹងត្រូវបានការពារភ្លាមសំឡេងខ្លាក្រហមឮពេញរូងភ្នំដីចាប់ផ្ដើមរញ្ជួយខ្លាធំបានបង្ហាញខ្លួននៅពីមុខពួកគេប៉ុន្តែពេលនេះវាមិនមែនជាខ្លាដ៏គួរឲ្យខ្លាចទៀតទេនៅក្នុងភ្នែករបស់វាមានទឹកភ្នែកវាមើលទៅរឹតបន្ទាប់មកខ្លានោះបានរលាយទៅជាអាប់ខ្សែធ្លាក់ចុះពីលើប្រអប់អាប់ទាំងមូលចាប់ផ្ដើមរលាយព្រឹកឡើងក្រុមទាំង4បានចុះពីភ្នំដោយសុវត្ថិភាពពួកគេមិនប្រាប់អ្នកណាអំពីរឿងដែលបានកើតឡើងឡើយរយៈពេល1ខែក្រោយមកតារាបានយកវីដេអូដែលថតនៅលើភ្នំមកពិនិត្យម្ដងទៀតនៅក្នុងវីដេអូចុងក្រោយមានអ្វីមួយចម្លែកនៅពីក្រោយក្រុមពួកគេមានស្រមោលខ្លាធំមួយប៉ុន្តែវាមិនបានវាយប្រហារពួកគេទេវាកំពុងឈរយាមនៅពីក្រោយពួកគេតារាពង្រីករូបភាពនៅលើដើមឈើខាងក្រោយមានអក្សរមួយចំនួនខ្ញុំមិនបានបាត់ទេខ្ញុំនៅតែការពារភ្នំនេះនៅយប់ដដែលនោះរឹតបានឮសំឡេងខ្លាពីខាងក្រៅផ្ទះព្រឹកឡើងក្រុមទាំង4បានចុះពីភ្នំដោយសុវត្ថិភាពហើយគាត់បើកបង្អួចគ្មានអ្វីនៅទីនោះប៉ុន្តែនៅលើដីមុខផ្ទះមានស្នាមជើងខ្លាធំចំនួន3ស្នាមជើងនោះដតទៅកាន់ផ្លូវងងឹតហើយបាត់ទៅក្នុងអាប់រឹតឈរមើលយូរមុនពេលបិទបង្អួចគាត់បានឮសំឡេងខ្សឹបមួយភ្នំបូកគោនៅតែត្រូវការអ្នកការពារចប់រឿងនេះជារឿងប្រឌិតបែបភ័យរន្ធត់សម្រាប់ការកំសាន្តមិនមែនជាការអះអាងអំពីព្រឹត្តិការណ៍ពិតនៅភ្នំបូកគោទេ